ត្រីធំហ្នឹងអួនត្រីប្រហែលជាខ្ទង់5 6 10ក្បាលទៀតពីព្រឹកបាន7ក្បាលយើងដុតបាយឥឡូវបានប្រហែលជាខ្ទង់5 10ក្បាលបាទសួស្តីបងប្អូនយើងដែលចូលចិត្តនៅកីឡាបបកត្រីនិងស្ទូចត្រីទាំងអស់គ្នាហ្នឹងហើយនេះគឺខ្ញុំបានចេញដំណើរទៅផ្សងប្រេងទៀតហើយគឺនេះយើងទៅបបកនៅខាងអូនផ្ទះបាញ់ខាងរហៅអូនផ្ទះបាញ់ហ្នឹងគឺនៅខាងស្រុកបណែព្រះបងប្អូនខាងស្រុកបណែព្រះហើយស្រាប់អ្នកប្រទីមជ័យប្រហែលជាស្គាល់ហើយរហៅអូនផ្ទះបាញ់ហើយយើងចេញដំណើរពីខាងក្រុងសេរីសុភ័ណ្ឌទៅប្រហែលជាខ្ទង់20 គីឡូជាងឥឡូវមកដល់ពាក់កណ្ដាលផ្លូវហើយស្មាត់ពងជួលលួចដលងគេពងចូលលួចដលងគេស្មាត់ហ្នឹងហើយយើងចេញដំណើរពីខាងក្រុងសេរីសុភ័ណ្ឌមកយើងអាចជិះថាប្រហែលជាខ្ទង់ចូលកន្លះម៉ោងចុះមកដល់ខាងអូនផ្ទះបាញ់នេះហើយប្រឡងគឺបែបនេះគឺខ្ញុំលេងតាមស្រែបែបនេះឯងពូសាដល់តាមពិតប្រឡងនៅតាមហាតឬតាមតាពាំងអីមានគាត់ថាខ្ញុំអត់បានលេងទេខ្ញុំលេងនៅតាមស្រែនេះហើយជាលទ្ធផលក៏ខ្ញុំទទួលបានត្រីនឹងច្រើនគួរសមដែរគាត់ថាអត់មានត្រីធំសេរីសបោទូចខ្ញុំបានត្រីប្រហែលជាខ្ទង់20ក្បាលជាងតាំងពីព្រឹកមកអញ្ចឹងណាហើយឥឡូវសូមបងប្អូនទៅទស្សនាវីដេអូសកម្មភាពនៃការយកត្រីរបស់ខ្ញុំទាំងអស់គ្នាចូលក្បាលទី1ក្បាលទី1នេះមកប្រឡងលហានៅខាងលហាអូផ្ទះបាញ់តាមលេខត្រីធំហ្នឹងអួនដាច់នេះបន្ទាប់ពីល្ងាចឡើងដល់មកប្រហែលជា3 4ហើយណានេះចូលក្បាលទី15 16ហើយបាទនេះសរុបលទ្ធផលបន្ទាប់ពីគប់មកល្ងាចអានេះសារតែយើងពីថ្ងៃយើងដុតបាយហើយត្រីអត់មានធំទេត្រីប្រហែលជាខ្ទង់5 6 10ក្បាលទៀតពីព្រឹកបាន7ក្បាលយើងដុតបាយឥឡូវបានប្រហែលជាខ្ទង់5 10ក្បាលទីគាត់ត្រីវាអត់មានធំតិចតិចទូចនេះប្រឡងលង្កត់ហើយឥឡូវកំពុងរៀបចំធ្វើដំណើរចេញទៅវិញហើយនេះប្រឡងគប់តាមស្រែចឹងហើយដោយសារដល់ឥឡូវសូឡូដោយសារមក3 4នាក់ដែរស្រែគេបញ្ញាប់គេទៅតាំងម៉ោង 2ហើយតែឯងឥឡូវនេះហើយខ្ទង់ម៉ោង 6ដឹងប្រឡប់ហ្នឹងបានត្រីប្រហែលជាខ្ទង់សរុបតាំងពីព្រឹកប្រហែលជាខ្ទង់20 ក្បាលជាងតែមានធំទេត្រីជ្រោត្រីធំឃើញចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយហ្នឹងកុំភ្លេចជួយ share ម្នាក់មួយផងអរគុណច្រើន